លោកស្នងការខេត្តកំពតបញ្ជាក់ថាពិតជាបានចាប់ខ្លួនប៉ូលីសនិងមន្ត្រីអាវុធហត្ថដែលកាត់សៀលចូលលួចសម្ភារៈក្នុងកាស៊ីណូនៅព្រៃចាក់ក្រោយបង្ក្រាបស្កេមអនឡាញពិតមែននារសៀលថ្ងៃទី27ខែឧសភាឆ្នាំ2026នេះមានការផ្សព្វផ្សាយនិងចែករំលែកតគ្នាថាមានការចាប់ខ្លួនលោកស្នងការរងលោកអធិការនគរបាលលោកអធិការរងមេបញ្ជាការវរៈការពារព្រំដែនមន្ត្រីនគរបាលនិងមន្ត្រីអាវុធហត្ថជាង30នាក់នៅខេត្តកំពតត្រូវបានចាប់ខ្លួនក្រោយពួកគេគប់គិតគ្នាកាត់សៀលចូលលួចសម្ភារៈដែលជាវត្ថុតាងក្នុងកាស៊ីណូនៅតំបន់ព្រៃចាស់ក្រោយបង្ក្រាបស្កេមអនឡាញកាលពីពេលកន្លងទៅយ៉ាងណាក្រោយមានការផ្សព្វផ្សាយបែបនេះលោកឧត្តមសេនីយ៍តូម៉ៅច័ន្ទមេធុរិតស្នងការនគរបាលខេត្តកំពតបានឲ្យដឹងនៅរសៀលថ្ងៃទី27ខែឧសភានេះថាស្នងការដ្ឋាននគរបាលខេត្តកំពតពិតជាបានចាប់ខ្លួនមន្ត្រីទាំងអស់នោះពិតមែនក៏ប៉ុន្តែស្នងការដ្ឋាននគរបាលខេត្តកំពតមិនទាន់បានផ្សព្វផ្សាយពីព្រោះកំពុងបន្តនីតិវិធីបើតាមការចែករំលែកនៅលើបណ្ដាញសង្គមបានឲ្យដឹងថានគរបាលនិងអាវុធហត្ថជាង30នាក់ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ដែលពួកគេបានរួមគ្នាបង្កើតបទល្មើសថ្មីដោយលួចកាត់សោចូលទៅក្នុងកាស៊ីណូដែលបង្ក្រាបស្កេមអនឡាញដើម្បីលួចយកសម្ភារៈវត្ថុតាងនៃបទល្មើស